nơi trongឱកាសវេលាគ្រាស្មាននេះខ្ញុំកណាក៏សូមលើកយកអំពីមុនស្នេហ៍ហើយមុនស្នេហ៍នេះគឺជាមុនស្នេហ៍មួយដែលយើងសាបសូត្រទៅនៅពេលដែលយើងតែមានចិត្តណាស្រឡាញ់នរណាម្នាក់ជាដើមចឹងទៅពេញចិត្តអីជាដើមអញ្ចឹងគឺនៅក្នុងមុនហ្នឹងគឺនៅពេលដែលយើងសាបសូត្រគឺយើងសូត្រ7ចប់ហើយយើងសូត្រទៅពីលើខ្យល់ណាសូត្រពីលើខ្យល់ទៀតណាហ្នឹងហើយអញ្ចឹងគឺយើងអាចប្រើជារាសជាមួយនឹងស្នេហ៍បរិយផងដែរជារាសនឹងស្នេហ៍បរិយទៀតណាហ្នឹងហើយអញ្ចឹងនៅក្នុងសារអត្ថសម្លេងនៃវីដេអូនេះខ្ញុំកណាធ្វើការស្រាយអំភ្លឺឬក៏ការរៀបរាប់បង្ហាញអំពីយន្តផ្សេងដើម្បីជាការចែករំលែកណាទី1គឺយន្តសិទ្ធិពលយន្តសិទ្ធិវាយន្តមណ្ឌលត្រៃបិដកយន្តសម្ដេចរាជសីយន្តចក្រវត្តិណាយន្តទបច្រកណាយន្តត្រីនេតសង្ហេយន្តមនីចិន្តាយន្តបញ្ចពុទ្ធាយន្តប្រជុំធាតុយន្តមហានាមយន្តណាទ្វាទុសគុណណាយន្តដេជះយន្តអថ័នណានឹងយន្តក្បាល6យន្តគ្រួចយន្តទុងជេងនិងយន្តមហាទងន់ណាខ្ញុំនឹងកាលណានឹងលើកអំពីយន្តនឹងមកបរិយាយផងណាហើយពីប្រយោជន៍ហើយនៅក្នុងនោះក៏សូមធ្វើការឆ្លើយទៅសំណួររបស់បងប្អូនយើងដែលបានចោទសួរដណ្ដឹងមកកាន់ខ្ញុំកណានៅ12សំណួរសំណួរទី1សួរថាខ្ញុំកណាខ្ញុំឬក៏ខ្ញុំបាទនាងខ្ញុំហ្នឹងគឺថាសិក្សារៀនសូត្រមន្តវិជ្ជាការជាច្រើនហើយពីមុនមកកន្លងមកដែលឲ្យមុនទាំងឡាយនោះខ្ញុំកណាសិក្សារៀនសូត្រនោះគឺថាប្រើទៅគឺថាឃើញនៅសិទ្ធណារិទ្ធានុភាពសេចក្តីចម្រុងចម្រើនរិទ្ធអំណាចឬក៏ដេជះនិមន្តទាំងឡាយនោះណាប្រកាសនោះផងដល់ពេលយូរទៅកន្លងទៅច្រើនខែច្រើនថ្ងៃច្រើនឆ្នាំអីទាំងទៅណាគឺថាមុនរបស់ខ្ញុំកណាហ្នឹងគឺសិក្សារៀនសូត្រឬក៏សាបសូត្រទៅគឺអត់ឃើញនៅផលទេណាសំណួរមួយទៀតសួរថាតើខ្ញុំកណាសិក្សារៀនសូត្រនៅមុនទាំងឡាយនោះតើខ្ញុំអាចអត់នៅទីអាសនាសនៈបានដែរឬទេណាអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំកណានឹងលើកអំពីសំណួរពីសំណួរនេះនៅចុងកតុយទៀតណាខ្ញុំនឹងបកឲ្យបោះក្បាយនឹងស៊ីជំរៅប៉ុន្តែមិនដឹងថាជំរៅបានប៉ុណ្ណាអញ្ចឹងក៏វាតាមនឹងចោះអញ្ចឹងទេដូចជាអស់លោកអ្នកទាំងឡាយដែលកំពុងតែស្ដាប់នៅក្នុងសារសម្លេងនៃវីដេអូរបស់ទូព្រះបង្គំខ្ញុំកណាបានឃើញនៅលើអេក្រង់ទូរស័ព្ទរបស់អស់លោកអ្នកបានឃើញនៅមុនមួយដែលបង្ហាញនោះដែលសូត្រថាអោមគ្គវល់ជំនុំបង្គួយព្រះអិនលោកជួយ7ថ្ងៃជួបណាអញ្ចឹងនៅក្នុងមុននេះគឺយើងសូត្រ7ចប់ក្នុងមេនេះណាទៀតណាតែមុននឹងយើងធ្វើការសាបសូត្រដោយមុនគាថាហ្នឹងគឺយើងត្រូវតាំងដោយនមោគម្រប់3ចប់ណាហើយគូផ្សំនឹងការដែលយើងនឹករលឹកនឹកដល់គុណគ្រូយើងសាបដគាថាយើងពោលដគាថាក្តីឬក៏យើងនឹកដល់មហាដេជះនៃគុណរបស់គ្រូណាគុណមេត្តាក្តីគុណប្របីតាក្តីគុណពុទ្ធគុណពធគុណប្រសង្ឃក្តីពោលដោយវិចារណាពោលដោយវិចារមិនប្រើភាសាបាលីមានន័យថាភាសាបាលីក៏ពោលដោយជាវិចារដូចគ្នាក៏ប៉ុន្តែគ្រាន់ថាមួយទៀតមិនមែនជាភាសាបាលីតែវាជាពាក្យភាសានិយាយជាភាសាពោលទៅណាឬក៏ជាពាក្យមួយទៀតគេហៅថាពាក្យឧបកិច្ចងាយយល់ងាយស្ដាប់ងាយឆាប់ចាប់បានណាថាអញ្ចឹងទៅចោះណាអញ្ចឹងក៏ថានៅក្នុងអំណាចនៃមន្តគាថានេះគឺជាមន្តនៅស្នេហ៍ណាដល់ពិសេសមួយដែរនៅក្នុងចំណោមនៃមន្តស្នេហ៍ទាំងឡាយហើយមន្តស្នេហ៍នេះមានអានុភាពណាសម្រាប់នៅក្នុង
ការដែលយើងប្រើប្រាស់នៅពេលដែលយើងបានជួបនារីណាម្នាក់ដែលជាទីពេញចិត្តជាទីប្រាថ្នាណាអញ្ចឹងទៅក៏យើងសាបសូត្រឲ្យមុនអគាថាហ្នឹងពីលើខ្យល់ណាហើយយើងផ្លុំទៅឆ្ពោះទៅរកគេប្រៀបបីដូចជាឬក៏របៀបនៃការប្រើឬក៏តម្រង់ណាវាមិនខុសអីអំពីស្នេហ៍បរិយទេហ្នឹងហើយនឹងវិញអញ្ចឹងទៀតណាហ្នឹងហើយនេះគឺជាស្នេហ៍ហើយតទៅទៀតនេះខ្ញុំក៏ឆ្លើយនៅសំណួរឬក៏លើកអំពីអំណាចនៃយន្តផ្សេងដើម្បីចែករំលែកផងតើតិនជាមួយនឹងយន្តហើយនឹងរបៀបនៃការប្រើប្រាស់ឫទ្ធិនុភាពអញ្ចឹងខ្ញុំលើកបែបសង្ខេបបែបខ្លីទៅចោះហើយអញ្ចឹងនៅក្នុងយន្តនោះគឺយន្តសិទ្ធិពលគឺជាយន្តធ្វើឲ្យយើងមានអំណាចធ្វើឲ្យសត្រូវខ្លោបខ្លាចនៅអំណាចយើងទៀតណានឹងរួចត្រឡប់ទៅយន្តសិទ្ធិវាសមានអានុភាពខ្ពង់ខ្ពស់អាចធ្វើឲ្យខ្មោចព្រាយបិសាចហ្នឹងគឺមិនហ៊ានក្នុងការបៀតបៀនចំពោះខ្លួនយើងឡើយយន្តបណ្ដូលបត្រៃបិដកណាមានអានុភាពច្រើនយ៉ាងណាបើយើងគិតអំពីនៃគុណគឺថាมันអាចកណនាទេណាល្អហើយចំណែកឯយន្តសម្រាប់រាជសីគឺថាកាលណាដែលយើងបានចាបានបញ្ចុះយើងយកមកប្រើប្រាស់យើងដាក់តាមខ្លួនឬក៏ដាក់នៅក្នុងផ្ទះអីយើងជាដើមហ្នឹងគឺថាធ្វើឲ្យយើងមានអំណាចដែលចាស់ច្រើនយន្តចក្រវត្តិសារ៉ារក្សាឲ្យរុងរឿងផុតពីតនទោសណាឬក៏មានន័យថារឿងក្តីក្តាន់អីជាដើមទីទៅយន្តទៅបច្ច្រកគឺរក្សារាសីឬក៏សេរីសួស្តីក្នុងក្រុមគ្រួសាររបស់យើងយន្តត្រីណេតសង្ហេគឺមានអានុភាពធ្វើឲ្យយើងមាននៅសុភមង្គលសេចក្តីរុងរឿងចម្រុងចម្រើនរីឯចំណែកយន្តមនីចិន្តាធ្វើឲ្យសត្រូវនឹងគឺព្យាបាទសត្រូវដែលព្យាបាទគឺចូលចិត្តចូលចិត្តអាណិតស្រឡាញ់អាណិតស្រឡាញ់គឺថាធ្វើឲ្យសត្រូវទាំងឡាយផ្សេងដែលមានគំនិតពុនប៉ងចង់យាយហ្នឹងគឺថាវិលត្រឡប់មកខ្លាចជាមិត្តអីជាដើមចឹងទៅហើយយន្តមនីចិន្តានេះគឺថាប្រកាសណាយន្តមនីចិន្តានេះគឺកាលនោះមានយៈមួយនេះគឺឲ្យនៅមុនមនីចិន្តានេះចំពោះបុត្ររបស់ខ្លួនហើយយៈហ្នឹងគឺមានមុខសេះទេណាមានមុខសេះនឹងហើយបានស្វាមីគឺជាមនុស្សលោកណាហើយក៏យកគ្នាជាប្តីជាប្រពន្ធទៅហ្នឹងគឺថាបានគុលបុត្របានបុត្រមួយហ្នឹងណាហើយក៏កូននឹងនាំឪពុករត់ចេញពីម្ដាយហ្នឹងព្រោះមិនចង់នៅជាមួយយៈយើងដើមចឹងទៅយើងថាអញ្ចឹងចឹងណាហ្នឹងហើយអញ្ចឹងក៏ណោឪពុករត់ចឹងទៅតែឪពុកដឹងថាម្ដាយនេះគឺជាយៈឬក៏ភរិយានេះគឺជាយៈណាអូចតឡពើអញ្ចឹងទៅចេះតែសើបសួរម្ដាយអញ្ចឹងទៅរត់ចេញច្រើនដងម្ដាយចេញវាមិនរួចណាតឡពើថ្ងៃមួយដូចថានិយាយជាមួយម្ដាយសួរលេខសួរកាតសួរឬសួរគុលអញ្ចឹងទៅក៏ចាប់ចំណុចបានឬអាណាខេតណាអំណាចរបស់ម្ដាយហ្នឹងតើម្ដាយមានអំណាចការគ្រប់គ្រងវាដល់ត្រឹមណាអញ្ចឹងនៅពេលដែលរត់គឺរត់ឲ្យចេញផុតអំពីអាណាខេតឬក៏ណាឲ្យផុតចេញពីអំណាចរបស់ម្ដាយហ្នឹងពីទឹកដីឬក៏ទីដែនដីរបស់ម្ដាយហ្នឹងអញ្ចឹងបើសិនជាចេញពីដីហ្នឹងហើយឬក៏ផុតពីកន្លែងហ្នឹងហើយគឺយៈហ្នឹងជាម្ដាយហ្នឹងគឺមិនអាចធ្វើអីខ្លួនបានទេហ្នឹងហើយកូនម្ដាយហ្នឹងឃើញអញ្ចឹងណា
ว่าថាទួញយំទួញសោកស្ដាយហៅកូនហៅប្តីដែរតែគេមិនចង់រួមរស់នៅជាមួយទៀតអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏ឲ្យមុនមនីចិន្តាតកូនណាវាមានអញ្ចឹងណាហ្នឹងហើយរឿងវាមាន2សាច់រឿងវាមានទី1រឿងកូនស្រីរឿងមួយទៀតរឿងកូនប្រុសរឿងវាមាន2ហើយតាមចាស់គាត់ទៀនមកគាត់និយាយគាត់ប្រាប់គាត់បង្ហាញមកណាតែខ្ញុំកំពុងនិយាយមិញនេះគឺរឿងកូនប្រុសណាអញ្ចឹងមុនមនីចិន្តាហ្នឹងគឺអាចសែបសូត្រដោយដាក់ណាជាមួយនឹងដានជើងរបស់គេបានណាស្នេហ៍មនីចិន្តាហ្នឹងណាហើយជាពិសេសអាចហៅពួកចោលពួកអីហ្នឹងចោលឲ្យលួចទ្រព្យសម្បត្តិអីយើងផ្សេងហ្នឹងឲ្យយកទ្រព្យសម្បត្តិមកឲ្យយើងវិញមុនមនីចិន្តាហ្នឹងរួចតលពើយន់បញ្ចពុទ្ធាធ្វើឲ្យសត្រូវគឺព្យាបាទយើងអត់បានទេយន់ហ្នឹងបកាយអានុភាពហ្នឹងគឺបកាយអញ្ចឹងគឺធ្វើឲ្យសត្រូវហ្នឹងជាបាទយើងអត់បានគឺបញ្ជាសត្រូវណាអញ្ចឹងរួចតលពើយន់ប្រជុំធាតុហ្នឹងណាគឺជាយន់មួយមានអានុភាពបង្ការអាបធ្មប់អំពើប្រទុះសារាយណាមានន័យថាការប្រទុះសារាយហ្នឹងគឺមានគេថាការពុនប៉ងចង់យាយីចង់ធ្វើឲ្យយើងដល់នៅសេចក្តីអន្តរាយណាមួយណារួចតលពើយន់មហានាមហ្នឹងគឺបង្ការចោលយងខ្នងកុំឲ្យចូលផ្ទះយើងណារួចតលពើយន់មួយទៀតហ្នឹងគេដាក់នៅត្រប់នៅរបស់គេសែបគេសូត្រហើយហ្នឹងគឺថាដាក់ហ្នឹងទៅចោលវាអត់ចង់បានរបស់ហ្នឹងហើយតលពើមានក្បួនមួយទៀតយើងនិយាយបង្ហាញអស់ណាមានក្បួនមួយទៀតគេហៅថាក្បួនមើយាមកលាហើយបើកាលណាដែលគេចង់ចាប់ចោលគេមើលនៅក្នុងកលាខ្លោតកលាវាអត់មានអីគេច្រើនចោលវាដើរម៉ោងហ្នឹងណាព្រោះម៉ោងហ្នឹងគឺដើរទៅវាអត់ជួបមនុស្សណាលួចធម្មតាទៅម៉ោងហ្នឹងវាអត់ជួបម្ចាស់គេទេតែបើកាលណាដែលមានបុគ្គលណាម្នាក់ចេះនៅក្បួនហ្នឹងដូចគ្នាណាគេនឹងស្ទាក់ចាំចាប់នៅក្នុងម៉ោងដែលចោលហ្នឹងគិតនឹងដើរចេញធ្វើប្រតិបត្តិការនោះជាជាពំខានយ៉ាងដូចនេះដែរអញ្ចឹងយន់មហានាមនេះមិនមែនត្រឹមថាប្រើបានប៉ុណ្ណេះទេគឺថាធ្វើឲ្យយន់នេះមានអានុភាពឬក៏យន់នេះមានអានុភាពធ្វើឲ្យសត្រូវនឹងប្រមាថមិនបានផងធ្វើឲ្យមាននៅគេឈ្មោះល្បីល្បាញផងហើយចំណែកឯយន់ទ្វាទុសគុណនោះគឺបន្សាបសិលមុនអាគមអ្នកដតីណាអំពើអំពាន់អាបធ្មប់ព្រៃបិសាចណានឹងវាអញ្ចឹងណានឹងអញ្ចឹងគឺយន់ដែលជះហ្នឹងគឺបង្ការខ្មោចព្រាយនៅបិសាចផ្សេងរួចតលពើយន់អថ័នបញ្ជាគ្រឿងនៅសត្រាវុធអាវុធឬក៏ណាអយុធវត្តភ័ណ្ឌអីផ្សេងហ្នឹងណាហើយយន់អថ័នឬក៏យន់ព្រះ5ព្រះអង្គគឺជាយន់មួយអាចបន្សាបនៅសិលមុនអាគមរបស់អ្នកដតីបានទាំងអស់ដោយអានុភាពនៃព្រះ5ព្រះអង្គឬក៏យន់ព្រះ5ព្រះអង្គឬក៏យន់អថ័នព្រះ5ព្រះអង្គឯងណាហើយតែមានអាយន់មួយទៀតហ្នឹងគឺឈ្មោះថាយន់ស្ដេចអថ័នក្បាល6ណាអញ្ចឹងគឺយន់នេះគឺធ្វើឲ្យគង់ស្បែកគង់សាច់គង់ឆ្អឹងណាកាប់មុតដុតឆេះអីជាដើមអញ្ចឹងទៅណាប៉ុន្តែសូមជំរាបជូនថាថ្មីត្បិតថាកាប់មុតដុតឆេះប៉ុន្តែបើសិនជាគេចេះគេដឹងប្រកាសជាកិច្ចមិនផុតទេណាកិច្ចមិនផុតទេអញ្ចឹងចំណុចមួយទៀតតេតិនជាមួយនឹងយន់គ្រួចនេះគឺជាយន់មួយអាចបង្ការនៅភ្លើងឆេះបានណាអញ្ចឹងយន់គ្រួចហ្នឹងភាគច្រើនគឺគេចាគេបញ្ចុះគេធ្វើជាកន្សែងឬក៏ជាអីហ្នឹង
cái nè cái đạn nơi không té làm bay cầm oi miên phơi ấy những chạm che bàn nè anh chăng vì miên rương hai rương giòn cừu như đây bên đây trong cái nè ăn sôm mòn vậy thế cầm oi về anh ngay trong sôm lực do công ty giòn cái khoa mà đong chấm nô nè miên giòn cái khoa môi tiết lục cái khoa đây bốn á nè môi cứ tục đây pi tục mốc đây pi tiết cứ tục cái chia nè giòn cái khoa thới giòn cái khoa này anh nè chẳng giòn nó còn miền An độc phép đôi chỉ môiនឹង giòn cừu ដែរ giòn យើងនិយាយអត់និយាយពីរឿងអានប្រភេទផ្សេងទេណាយើងនិយាយពីរឿងការពៀភ្លើងឆេះហ្នឹងក៏ដូចគ្នាដែរគេហៅការពៀភ្លើងឆេះអីជាដើមបើសិនជាយើងមានយ័ន្តប្រភេទហ្នឹងតែឲ្យសំខាន់គឺយ័ន្តបុរាណយ័ន្តមានការបញ្ចុះអក្សរៈអូសខ្សែអូសអីត្រឹមត្រូវយ័ន្តពិតហ្នឹងចង់និយាយត្រឹមយ័ន្តពិតណាមិនយ័ន្តគូបច្ចុប្បន្នកាលយើងចេះតែគូទេណាបើសិនជាយ័ន្តពិតប្រកបមានការចារការបញ្ចុះរៀបរាប់គប់សពបែបយ៉ាងហើយគឺថាដាក់នៅក្នុងសភៅហ្នឹងបើកាលណាដែលមានភ្លើងឆេះអាគារភ័យឬក៏អាគីអីឆេះផ្ទះរបស់យើងក្តីឆេះឆ្នាំងចេះចានឆេះភួយឆេះមុងកន្ទេលខ្នាយអីជាដើមខ្ទេចឆេះខ្ទីអស់រកតែស្អីមួយប្រើគ្មានណាតែកុំភ្លេចថាយ័ន្តហ្នឹងគឺនៅដដែលមិនខូចត្រង់ទាយទេមិនខូចតម្រង់ទេមិនបាត់បង់នៅអក្សរៈលេខនិពន្ធណាមួយឡើយណាឬក៏មិនបាត់នៅខ្សែណាមួយឡើយនៅក្នុងអំណាចនិយមនៃមុនអគារថានោះណាគឺមិនបាត់ទេណាអគារភ័យក៏មិនឆេះណានឹងត្រង់ចំណុចនៃអំណាចនៃមុនហ្នឹងឬក៏អំណាចនៃយ័ន្តហ្នឹងយ័ន្តមួយទៀតគេហៅថាយ័ន្តតុងជ័យណាគឺយ័ន្តនេះមានអានុភាពជួយទីតាំងមន្ទីរឲ្យផុតពីទុក្ខភ័យណាយ័ន្តតុងជ័យយ័ន្តតុងជ័យនេះជាយ័ន្តអានុភាពច្រើនមិនមែនត្រឹមប្រើបានប៉ុណ្ណឹងទេមានអានុភាពច្រើនណាណាមន់យ័ន្តមួយទៀតគេហៅថាយ័ន្តមហាទម្ងន់យ័ន្តហ្នឹងគឺថាវាមានមុនមហាទម្ងន់មានយ័ន្តមហាទម្ងន់មានកថាមហាទម្ងន់មានអដ្ឋានមហាទម្ងន់អញ្ចឹងអដ្ឋានហ្នឹងក៏ការចាត់ទុកថាជាវិជាអសណាតែគេចាក់នៅដៃនៅអីចឹងទៅណាដៃឆ្វេងដៃស្ដាំហើយបល័យនៃការឬក៏អដ្ឋានហ្នឹងវាមាន2មានឈ្មោលមួយមានញីមួយឬក៏ឆ្វេងមួយស្ដាំមួយណាហ្នឹងអញ្ចឹងណាអញ្ចឹងយើងនិយាយតែពីយ័ន្តសិនយ័ន្តមហាទម្ងន់គឺធ្វើឲ្យមានទម្ងន់ដើម្បីកំទេចសត្រូវណាអញ្ចឹងត្រង់ចំណុចមួយទៀតគឺថាគួរតែសង្កត់សម្គាល់ថាគាថានឹងយ័ន្តទាំងអស់ហ្នឹងពូកែស័ក្តិសិទ្ធិទៅបានលុះត្រាតែអ្នកទទួលគាថានឹងយ័ន្តទាំងអស់នោះមានសិលធម៌គុណធម៌ខ្ពង់ខ្ពស់ចេះដឹងគុណគោរពឪពុកម្ដាយជានិច្ចកាលណាហើយពុំមាននៅសក្តីប្រមាណណាមួយឡើយទៅធ្វើឲ្យមុនវិជាការសិលសាស្ត្រឬក៏ក្បួនតម្រាឬក៏យ័ន្តអាឋានអីផ្សេងរបស់យើងនឹងគង់នៅយូរអង្វែងទៅបានអញ្ចឹងយើងចូលទៅដល់ការឆ្លើយសំណួរណារបស់បងប្អូនយើងហើយវាជាប់តតិនជាមួយកន្លែងហ្នឹងផងអញ្ចឹងដូចជាបានបង្ហាញមិញណាថាអ្នកដែលត្រូវទទួលយ័ន្តនឹងគាថាទាំងអស់ហ្នឹងអ្នកនោះត្រូវតែមាននៅសិលធម៌គុណធម៌ខ្ពស់ឬក៏ជាមនុស្សដែលចេះដឹងគុណចេះគោរពឪពុកម្ដាយជានិច្ចកាលហើយពុំមាននៅសក្តីប្រមាណត្រង់ចំណុចកន្លែងនេះបងប្អូនគិតពិចារណាឲ្យមែនតើថាគោរពឪពុកម្ដាយចេះដឹងគុណជានិច្ចកាលហើយពុំមាននៅសក្តីប្រមាណមានន័យថាកាលណាដែលយើងគោរពជានិច្ចកាលមានន័យថាយើងមិនមាននៅសក្តីប្រមាណតែបើសិនជាយើងមានការធ្វើប្រហែសយើងគោរពខ្លះមិនគោរពខ្លះនៅវិជាក្តីប្រមាណណាតែក៏មាននៅការភ្ញាក់រលឹកតែនៅត្រង់ចំណុចកន្លែងហ្នឹងអញ្ចឹងខ្ញុំចំណាឆ្លើយរឿងថាហេតុអីបានខ្ញុំកដាពីមុនរៀនបកែមុនវិជាការតែបច្ចុប្បន្នមុនគេថាខ្ញុំកដាដូចជាមិនបកែអញ្ចឹងទី1ជាធម្មតាជាទូទៅទេគឺថាយើងមនុស្សយើង
ឬក៏យើងរៀនគាឋានគឺមិនអាចអត់គ្រូហ្នឹងមិនមែនថាទី1គឺគ្រូឧទាហរណ៍ខ្ញុំបង្ហាញឬក៏ចែករំលែកឬក៏គាត់រៀនពីខ្ញុំឧទាហរណ៍ទៅណាឬក៏ពីរៀនពីលោកគ្រូណាមួយអីជាដើមហ្នឹងទៅឥឡូវឧទាហរណ៍ថារៀនពីខ្ញុំចោះឧទាហរណ៍រៀនពីខ្ញុំអញ្ចឹងខ្ញុំហ្នឹងគឺជាគ្រូរបស់គាត់ប៉ុន្តែសួរសំណួរមួយទៀតថាតើគាត់គោរពខ្ញុំជាគ្រូឬក៏គាត់រៀនគាថាពីខ្ញុំហ្នឹងតើគាត់មានបានគោរពខ្ញុំជាគ្រូដែរឬទេសំណួរទី1ណាគាត់ដែរគោរពខ្ញុំជាគ្រូទេឬក៏គ្រាន់តែហៅថាខ្ញុំថាលោកគ្រូតែមិនបានគោរពខ្ញុំជាគ្រូការគោរពនេះវាអញ្ចេះទី1គោរពដោយវិចារនិងចិត្តណាដោយកាយវិការឬក៏ដោយកាយផងណាត្រង់ចំណុចហ្នឹងគោរពដោយវិចារ1គោរពដោយចិត្ត2គោរពដោយកាយ3ណាតើវាមាននៅក្នុងចំណុចណាខ្លះចំណុចមួយទៀតគឺថាកាលណាដែលយើងបានសិក្សារៀនសូត្រនៅមុនអ្វីត្បិតថាបានត្រឹមតែរៀនពីលោកគ្រូនេះរៀនពីលោកគ្រូនោះរៀនតាម YouTube រៀនតាម Facebook ណាក៏ដោយមុនណាក៏ប្រកែដែរខ្ញុំហ៊ានកណាខ្ញុំហ៊ានថាអញ្ចឹងហ្មងនេះសម្រាប់ខ្ញុំកណាខ្ញុំយល់ថាអញ្ចឹងព្រោះខ្ញុំឃើញថាអញ្ចឹងមែនណាមុនណាក៏ប្រកែដែររៀនពីលោកគ្រូណាប្រកែក៏ប្រកែដែរប៉ុន្តែហេតុអីបានអ្នកខ្លះគេយកទៅប្រកែអ្នកខ្លះហេតុអីបានយកទៅមិនប្រកែត្រង់ចំណុចកន្លែងនេះអញ្ចឹងគេរៀនមានគ្រូយ៉ាងម៉េចនៅពេលដែលយើងសិក្សារៀនសូត្រនៅមុនទាំងឡាយទាំងអស់នោះពីដើមឡើយមិនមែនគេរៀនតាម YouTube មិនមែនគេរៀនតាម Facebook ទេគេទៅជួបគ្រូផ្ទាល់គេថ្វាយបង្គំគ្រូគេសុំគ្រូគេទៅរៀនជាមួយគ្រូយ៉ាងអន់ក៏2ខែ3ខែហ្នឹងអញ្ចឹង2ខែ3ខែដល់តែគេចេះក្បួនតម្រាណាមួយគេចេះនៅវិជាណាមួយគេច្បាស់គេលាស់ហើយបានគេចេញពីសំណាក់គ្រូមកប្រកបកិច្ចការងាររស់ស៊ីជាប្រកក្រដីដូចជាការសិក្សារៀនសូត្រនៅក្បួនតម្រាឆ្នាំខ្លះនៅក្នុងចំណែកខ្លះគឺតំណ3ខែអត់ឲ្យឆ្លងស្ទឹងអត់ឲ្យឆ្លងទៅស្ពានឆ្លងអីទេអត់ឲ្យកន្លងណាអាធ្នឹមអានឹមគោអត់ឲ្យកន្លងទេតំណ3ខែហើយដូចជាយន់ខ្លះគឺតំណឲ្យតំណនៅពេលដែលចាក់ហើយហ្នឹងចាក់នៅលើក្បាលហើយគឺតំណមួយអាទិត្យឬក៏តំណ3ខែបើមិនបាន3ខែក៏មួយអាទិត្យដែរនឹងអញ្ចឹងហេតុអីបានឲ្យតំណវាចេះដូចថាយន់មួយហ្នឹងវាចាក់ហើយវាចេះវាចង់ទៅលួចរបស់គេអញ្ចឹងក៏បានគ្រូឲ្យតំណរយៈពេល3ខែតែបើតមបានគឺថាមានអានុភាពច្រើនវាទៅជាញ៉ាំងសេចក្តីចម្រុងចម្រើនឲ្យបុគ្គលនឹងតែប្រសិនបុគ្គលនឹងទ្រាំមិនបានទប់មិនបានឬក៏ធ្វេសប្រហែសនៅត្រង់ចំណុចកន្លែងនេះមាននៅសេចក្តីប្រមាថគឺធ្វើឲ្យបុគ្គលคล้ายទៅជាមនុស្សអាក្រក់คล้ายទៅជាចោរអីជាដើមទៅហើយតែคล้ายទៅជាចោរហើយវាក៏ដូចជាកិច្ចមិនផុតពីនៅសេចក្តីអន្តរាយណាមួយចាជាបំខានទេនឹងត្រង់ចំណុចកន្លែងហ្នឹងអញ្ចឹងមួយទៀតរឿងថារៀនឲ្យមានគ្រូគេថាបួសឲ្យមានបួសឲ្យមានទានរៀនឲ្យមានគ្រូបួសឲ្យមានទានរៀនឲ្យមានគ្រូបងប្អូនពិចារណាពាក្យហ្នឹងបួសឲ្យមានទានរៀនឲ្យមានគ្រូនេះគឺជាសិលសមាធិនិងបញ្ញាទី1បើសិនជាមនុស្សយើងខ្វះបញ្ញាតើការសិក្សារបស់យើងតើរលូនទេខ្វះការទេសរេះខ្វះការពិចារណាដូចជាការសិក្សារៀនសូត្រនៅការទៅរកគ្រូដើម្បីសិក្សារៀនសូត្រនៅមុនវិជ្ជាការផ្សេងក្តីប្រសិនបើយើងខ្វះនៅការពិចារណាខ្វះនៅបញ្ញាការទេសរេះពិចារណាយើងនឹងអាចឬក៏យើងងាយនឹងផុងខ្លួនចំពោះបុគ្គលដែលខូចខលឬក៏ផ្លត់ខ្លួនចូលនៅក្នុងការសែបគប់នៅបាបប្រមិតផ្សេងនឹងអញ្ចឹងណាអញ្ចឹងគឺសិលសមាធិបញ្ញាគឺជាគ្រូរបស់យើងអញ្ចឹងសិលគឺចាំបាច់ណាស់ទី1គឺដូចជាខ្ញុំកណាធ្លាប់យើងឥឡូវយើងមិនបាច់និយាយដល់នឹងទេយើងនិយាយត្រឹមនេះសិននៅពេលដែលយើងសិក្សារៀនសូត្រនៅមុន
nè cứ nộp pe là thằng ngày sel cứ cái sama tiên sel nè cái sama tiên sel can sel pram nè rồi còn nè lá can nọ bao sel ấy chỉ tao cái đã xa nộp pe sạch chặt cái đã xa nộp sạch chặt tu sập bứt ở đây chỉ thọ cái đã xa cái mình sầm lạp san muối cái mình pol pe của họ muối cái mình phắc sờ rạp muối cái mình lúa trọp rồi có bồn côn là tây muối cái mình nè anh được chỉ cướp ấy nó nè miền mình sầm lạp sạt muối mình phạc sổ ra muối mình màu sa muối mình lùi trọp kê muối nè muối tiết nó cứ mình lùi và bồn côn là tây muối mình dân dâu tâm nâng cho nè thả phân nâng cho nè vì bên muối tiết cứ mình pra pịa nơi pịa chặt đau nè viên mục tiêu tại dân bài rò về chỗ đấy dân rò tập thả phân nâng cho thả phân nâng cho thả phân nâng cho anh chăng nâng hai cái chữ kêu rồi bỏ dương không ca samadhi person bà mình om đời sơ thế nữa cứ mình tàu rồi thì hay sơ lăng ban mau đôi mà đấy cứ ban mau pi ca để dương rẽ xả ca để dương và căn chóp mình oi thuê và hát ca để dương thưa oi mình miền ca thuê và hát nom oi sơ rồi bỏ dương bỏ để xuất ca để dương thưa mình oi miền nơi sạch đây thuê và hát cứ miền này tha cứ dương chi bộ cốt mình miền nơi sạch đâyប្រមាណនឹងត្រង់ចំណុចកន្លែងហ្នឹងណាមិនមាននៅសក្តីប្រមាណអញ្ចឹងដូចជាខ្ញុំកណាទៅបួសជាតបោះអីសីអីខ្ញុំកណាបួស2អាទិត្យណាបួស2អាទិត្យខ្ញុំបួស1អាទិត្យដំបូងខ្ញុំចេះអង្គុយទៅជាមួយលោកគ្រូទៅនឹងសិស្សតេទៀតខ្ញុំកណាដូចជាមិនឃើញអីសោះលឺថាគេនិយាយទៅតែគេឃើញនេះគេឃើញនោះគេយល់នេះគេយល់នោះគេបានមុននេះគេបានមុននោះគេបានយន់នេះគេបានយន់នោះគេឃើញទេវតាគេឃើញណាបីសាច់មុខមាត់ចេះបីសាច់ប្រុសបីសាច់ស្រីនេះខៀវនេះសនេះក្រហមនោះល្អនោះអាក្រក់អីជាដើមផ្សេងខ្ញុំក៏ណាអង្គុយមិនឃើញអីសោះណាអង្គុយចង់2អាទិត្យអង្គុយចង់2អាទិត្យអញ្ចឹងតលពើអញ្ចឹងទៅគឺប្រឡែងឃើញក៏ឃើញមិនឃើញក៏អត់អាចិត្តយើងហ្នឹងគឺវាប្រឡែងអាសេចក្តីមានះសំបីតែចិត្តដែលយើងចង់ឃើញចង់យល់ចង់ដឹងខ្លាំងពេកហ្នឹងចង់បាននៅរិទ្ធចង់បាននៅអបញ្ញាចង់បាននៅឈានណាមួយនោះគឺងាយបានទេហ្នឹងវាចិត្តមានម្នះចិត្តម្នះអញ្ចឹងតលឲ្យយើងបដោយយ៉ាងម៉េចបដោយឲ្យចិត្តរបស់យើងហ្នឹងគឺស្រឡះណាគ្រួសារទ្រព្យសម្បត្តិក្តីរឿងកិច្ចការងារក្នុងផ្ទះក្តីហ្នឹងគឺអត់ខ្វាយខ្វល់គឺអង្គុយយើងចំណាយពេល2អាទិត្យដើម្បីទៅសិក្សាហ្នឹងអញ្ចឹងដើម្បីយកជាប្រយោជន៍បានទៅយល់បានចេះបានស្រាយចម្ងល់បានតើឲ្យយើងលះអញ្ចឹងមិនឃើញអីទេដល់តែពើចិត្តចុងបញ្ចប់ទៅបានឃើញអំពីណាប្រយោជន៍អំពីនៃការដែលយើងបានរក្សាទាំងអស់ហ្នឹងបានប្រកាន់ភ្ជាប់ទាំងអស់ហ្នឹងណាហើយវាធ្វើឲ្យយើងប្រកែទៅបានណាហើយសម្រាប់អ្នកដែលគាត់បាននៅរិទ្ធបាននៅអបញ្ញាបាននៅឈានណាមួយប្រសិនបើបានហើយគាត់លងនៅអំណាចផ្សេងដូចទីហោមាននៅរិទ្ធហើយបាននៅអបញ្ញាហើយបាននៅឈានហើយឈានណាមួយហើយនោះស្រាប់តែគេទៅសើបន្តិចទៅស្រាប់តែលងនៅការទៅសើហ្នឹងក៏ប្រព្រឹត្តនៅអំពើណាមួយដែលវាឆ្កងប្រះចាក៏វាដាច់នៅឈានទាំងឡាយនោះណាអញ្ចឹងសូមអធិស្ឋានរៀងក្អននេះ
ចំណុចមួយទៀតទោះបីជាយើងធ្លាប់បាននៅរិទ្ធនៅអបញ្ញាស្ដាប់ឮសំឡេងក្នុងចិត្តអ្នកដតីគេនិយាយអ្វីគេគិតអ្វីយើងឮដោយមិនចាំបាច់គេវិចារណរិទ្ធណានៅពេលដែលយើងមានរិទ្ធមានអំណាចយ៉ាងដូចនោះហើយនៅពេលដែលយើងចាក់ចេញអំពីទីនោះហើយណាយើងមកគ្រប់គ្រងគ្រួសារយើងមកខ្សែបនៅមេធននៅថមផ្សេងគឺវានឹងដាច់នៅនោះហើយនឹងវានឹងដាច់ណាវានឹងដាច់ទៅវិញនឹងបានដល់អំណាចអញ្ចឹងសរុបសេចក្តីមកគឺថាទី1គឺរៀនឲ្យមានគ្រូនឹងគឺសិលសមាធិបញ្ញាការត្រេះរិះពិចារណាប្រសិនបើគ្មានបញ្ញាសំបីតែរកគ្រូក៏រកមិនឃើញរកនឹកពាក្យសួរគ្រូក៏រកមិនឃើញសួរបល័យគ្រូក៏សួរមិនឃើញណាររបៀបរៀនពីគ្រូក៏មិនរនឹកឃើញសួរគ្រូណាហ្នឹងបើសិនជាខ្វះបញ្ញាណានឹងអញ្ចឹងណាត្រង់ចំណុចកន្លែងហ្នឹងអញ្ចឹងខ្ញុំកណាលើកឡើងថ្លែងចែករំលែកតែប៉ុណ្ណេះតោះខុសអីទៀតហើយអធិស្ឋានណាអញ្ចឹងខ្ញុំកណាមានតែប៉ុណ្ណេះទេចែករំលែកហើយខ្ញុំសង្ឃឹមថានឹងបានជាប្រយោជន៍ជាចំណែកផ្នែកណាមួយនៅក្នុងប្រមាណចំណុចទាំងអស់នេះអញ្ចឹងមិនដឹងថាបានប្រមាណចំណុចមិនដឹងថាបានយ៉ាងណាចំណីទេអញ្ចឹងខ្ញុំកណាសូមអរគុណណាស់ទៀតណានឹងហើយក៏សូមមានតការរៀមដៃ10ទេនឹងអរគុណហើយក៏សូមការអធិស្ឋានពីលោកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែស្ដាប់អញ្ចឹងហើយការក្នុងការនិយាយវាតែងតែមានពាក្យឆ្កងខ្វះលើសលួសខ្វះខាតខ្លះណាតិចហើយនឹងច្រើនអញ្ចឹងហើយមានតការសូមអភ័យទោសអត់ទោសទៅណាលើសលួសខ្វះខាតចន្លោះកន្លែងណាឬក៏ការនិយាយទៅវាប៉ះពាល់អីយ៉ាងណាយ៉ាងណីក្តីឬក៏វាមិនសូវសមហេតុសូវសមផលអីចឹងទៅចឹងខ្ញុំកណាក៏សូមខន្តីអភ័យអត់ទោសទេណាហើយខ្ញុំកណាអត់មានឲ្យជឿទេតែយើងយកទៅពិចារណាថ្លឹងថ្លែងគិតណាខ្លួនឯងទេណាមុននឹងធ្វើអីគឺសូមឲ្យប្រកបដោយបញ្ញាការតេរេពិចារណាថ្លឹងថ្លែងហើយយើងសិក្សាជ្រាវជ្រាវឲ្យបានច្រើនយើងស្វែងយល់ឲ្យបានច្រើនអញ្ចឹងមិនងាយមាននរណាគេមកបោកបញ្ឆោតយើងបានដោយងាយឡើយណាអញ្ចឹងណាអញ្ចឹងខ្ញុំកណាសូមកាថ្វាយបង្គំលាទេណានឹងចាំជួបគ្នានៅក្នុងវេលាគ្រាអាកាសក្រោយបន្តទៅទៀត